នីតិរឿងនិទានខ្មែរសូមជូនរឿងកូនមាន់និងគ្រាប់ពូជវេទមន្តនៅក្នុងភូមិមួយមានកូនមាន់តូចមួយឈ្មោះកូកូវាមានភាពក្លាហាននិងចូលចិត្តរៀនអ្វីដែលថ្មីជានិច្ចថ្ងៃមួយកូកូបានឃើញគ្រាប់ពូជពិសេសមួយនៅក្រោមដើមឈើគ្រាប់ពូជពិសេសនោះមានពន្លឺចែងចាំងនិងមានពណ៌មាសយ៉ាងស្រស់ស្អាតគ្រាប់ពូជនោះក៏បានសុំអង្វរកូកូឲ្យយកវាទៅដាំកូកូយល់ព្រមនិងបានយកគ្រាប់ពូជនោះទៅដាំនៅក្នុងសួនរៀងរាល់ថ្ងៃកូកូតែងតែថែទាំនិងស្រោចទឹកវាដោយក្តីស្រឡាញ់ប៉ុន្មានថ្ងៃក្រោយមកគ្រាប់ពូជនោះបានកើតឡើងជាកូនឈើតូចនិងមានផ្លែពណ៌ដូចព្រះអាទិត្យសត្វនៅក្នុងព្រៃដទៃទៀតឃើញហើយភ្ញាក់ផ្អើលមួយចំនួនសើចថាហាឯងគឺមិនអាចដាំដើមឈើដ៏អស្ចារ្យនេះបានទេតែកូកូមិនអើពើនឹងពាក្យសម្លេងសើចរបស់គេទេវានៅតែបន្តថែរក្សានិងជឿជាក់ថាដើមឈើនេះនឹងមានអត្ថប្រយោជន៍ដ៏អស្ចារ្យដោយមកដើមឈើបានធំឡើងនិងផ្ដល់ពន្លឺដ៏ភ្លឺចែងចាំងពេញភូមិនៅពេលយប់និងបានបញ្ចេញកម្ដៅនៅពេលមានអ័ព្ទចុះត្រជាក់សត្វទាំងអស់ពួកគេបានទទួលស្គាល់ថាការខិតខំប្រឹងប្រែងនិងចិត្តល្អរបស់កូកូពិតជានាំមកនូវផលប្រយោជន៍ដល់គ្រប់គ្នាពួកវាទាំងអស់គ្នាឈប់សើចចំអកឲ្យកូកូទៀតតែពួកគេបានគោរពនិងស្រឡាញ់កូកូជាខ្លាំងអត្ថន័យនៃរឿងកុំសោចកុំមើលងាយអ្នកដទៃការខិតខំប្រឹងប្រែងនិងថែរក្សាដោយចិត្តល្អនឹងនាំមកនូវផលប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃកុមារត្រូវរៀនជឿជាក់លើខ្លួនឯងនិងកុំបោះបង់ចោលរឿងក្មេងប្រុសនិងអណ្ដើកមាស វរៈគឺជាក្មេងប្រុសម្នាក់ដែលមានផ្ទះជិតទន្លេគាត់ស្រឡាញ់ការចិញ្ចឹមសត្វតែងយកអាហារទៅបោះឲ្យត្រីស៊ីនិងបក្សីជារៀងរាល់ថ្ងៃមួយវរៈឃើញអណ្ដើកមួយក្បាលជាប់ក្នុងអន្ទាក់នេសាទវរៈបានជួយដោះលែងអណ្ដើកនោះទៅចាក់ចូលក្នុងទឹកវិញអណ្ដើកនោះប្រែក្លាយទៅជាអណ្ដើកអាទិទេពហើយនិយាយថាក្មេងប្រុសដ៏ក្លាហានដោយសារតែកូនមានចិត្តល្អខ្ញុំផ្ដល់ស្នូកអណ្ដើកមាសមួយឲ្យទៅកូនប្រសិនបើកូនដាក់វាទៅលើទឹកកូនអាចហោះឆ្លងទន្លេនិងដើរលើទឹកបានថ្ងៃមួយនោះវរៈបានប្រើស្នូកអណ្ដើកមាសដើម្បីជួយមិត្តភក្តិនិងអ្នកភូមិឆ្លងទន្លេពេលមានទឹកជំនន់កូនគឺជាវីរបុរសតូចរបស់អ្នកភូមិដែលគេគោរពនិងស្រឡាញ់អត្ថន័យនៃរឿងនេះដែរបានអប់រំឲ្យកូនឲ្យមានចិត្តសប្បុរសចេះជួយយកអាសារអ្នកដទៃក្នុងគ្រាលំបាករឿងមិត្តភាពរវាងស្វាតូចនិងដំរីធំនៅក្នុងព្រៃជ្រៅមួយមានសាច់ស្វាតូចមួយឈ្មោះដូដូវាមានទម្លាប់ចូលចិត្តលេងកម្សាន្តហើយក៏តែងតែសរសើរខ្លួនឯងថាឆ្លាតនិងមានភាពរហ័សរហួនជាងសត្វទាំងអស់នៅថ្ងៃមួយកូនស្វាតូចបានឃើញដំរីធំមួយឈ្មោះម៉ូម៉ូកំពុងតែរត់ដើមឈើធំដើម្បីរកផ្លែឈើកូនស្វាតូចបានសើចហើយនិយាយថាអួយដំរីធំដូចគេដែរក៏ប៉ុន្តែមិនអាចធ្វើឲ្យដើមឈើមួយដួលរលំបានហាមើលនេះខ្ញុំទូចជាងអ្នកតែខ្ញុំឆ្លាតជាងដំរីម៉ូម៉ូមិនបានខឹងនឹងវានោះទេគ្រាន់តែញញឹមហើយនិយាយថាកូនស្វាតូចអើយមាឌធំឬមាឌតូចមិនសំខាន់នោះទេតែមិត្តភាពនិងការចេះជួយគ្នាវាទើបជារឿងសំខាន់ជាងគេថ្ងៃក្រោយមកពេលភ្លៀងធ្លាក់ខ្លាំងមានទឹកជំនន់កូនស្វាតូចជិតនឹងលង់ទឹកហើយព្រោះវាមិនអាចហែលទឹកបានទេដំរីម៉ូម៉ូបានឮសំឡេងហើយក៏បានយកខ្លួនឯងទៅជួយទាញកូនស្វាតូចឡើងពីទឹកកូនស្វាតូចស្ទើរតែមិនជឿថាដំរីធំដែលវាបាននិយាយលេងសើចកាលពីម្សិលមិញគឺជាមិត្តពិតប្រាកដដែលបានមកជួយជីវិតវាពេលនោះវាដឹងថាការគិតថាតូចឬធំមិនសំខាន់ជាងចិត្តល្អនិងមិត្តភាពពិតប្រាកដនោះទេ
ចាប់ពីថ្ងៃនោះមកកូនស្វាតូចនិងដំរីម៉ូបានក្លាយទៅជាមិត្តល្អគាំទ្រគ្នានិងចែករំលែកអាហារឲ្យគ្នាជានិច្ចតម្លៃអប់រំនៃរឿងនេះដែរគឺមិត្តភាពពិតប្រាកដគឺកើតចេញពីការជួយគ្នានិងចិត្តល្អមិនមើលថាតូចឬធំនិងមិនមើលងាយអ្នកដទៃនោះឡើយ